បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំ Mr. AJY ហើយថ្ងៃនេះខ្ញុំមកដល់រង្វង់មូលប្រម៉ោយហ្នឹងហើយនេះដំរីនៅខាងក្រោយនេះច្រើនណាស់បងច្រើនមែនតើនេះបងខាងក្រោយបាទជាពិសេសនេះឃើញដំរីនៅរង្វង់មូលនឹងច្រើនណាស់បងប្អូនអើយខានជិះយូរចង់ជិះឆ្លងកាត់ប្រម៉ោយនឹងឃើញវងមូលនឹងដំរីមិនតិចទេបងប្អូនចូលនេះយក400-500ដំរីណានិយាយទៅខេត្តហ្នឹងខេត្តសបោដំរីជាងគេស្រួលនៅក្នុងប្រទេសកម្ពុជាគឺខេត្តសបោដំរីបងប្អូននេះបងប្អូនហើយមិនបំណងថាលួចថតគេទេតែឃើញគេមកមួយប៉ាម៉ាក់គេគេថតរូបរៀងស្អាតអញ្ចឹងក៏ងាកកាមេរ៉ាទៅរកគេបន្តិចទៅបងប្អូនហើយដំរីច្រើនមែនតើអានេះខ្ញុំថតនៅពាក់កណ្ដាលបងប្អូនតែខាងក្រោមដើមវីដេអូហ្នឹងដំរីឡើងក្តាំងនេះឃើញហើយខាងលើមានដំរីសមកគូទេបងប្អូនគេឡើងគេដោតធុកដោតអីចឹងបងប្អូនដែលមានជំនឿលើបារមីដំរីអីអាចមកដុតធុកដុតអីនៅនឹងបានបងប្អូននេះដំរីខាងលើមានខាងលើធំវាមាន5ហើយបន្ទាប់មកដំរីស2ហើយដំរីទូចអមជុំវិញនោះច្រើនមែនតើវាទៅច្រើនខ្លាំងបងប្អូននេះឃើញខ្ញុំថតពីក្រោមឲ្យបងប្អូនមើលគូច្រើនបងប្អូនច្រើនខ្លាំងមែនតើអញ្ចឹងទៅឃើញវងមូលហ្នឹងដំរីច្រើនជាងគេអញ្ចឹងមានន័យថាដាក់ឈ្មោះខេត្តពោធិ៍សាត់នេះគឺជាខេត្តដំរីច្រើនជាងគេបំផុតនៅក្នុងស្រុកខ្មែរច្រើនអញ្ចឹងបាយអត់មានអីទៀតទេ